ចុះហាត់លេខាលើវាទៅកិច្ចព្រមព្រៀងលែងលះខ្ញុំមិនលែងលះទេសាសាអ្នកមានផ្ទៃពោះហើយពួកយើងមានកូនហើយខ្ញុំត្រូវមើលថែអ្នកទាំងពីរមិនលែងលះឥឡូវនេះអ្នកកំពុងប្រើជីវិតរបស់អ្នកដើម្បីឧបត្ថម្ភអូនប្រុសរបស់អ្នកតើទៅថ្ងៃអនាគតអ្នកនឹងយកជីវិតកូនខ្ញុំទៅឧបត្ថម្ភក្មួយប្រុសអ្នកទៀតមែនទេលីនជីជាអ្នកចូលចិត្តដេកក្នុងភក់ដោយខ្លួនឯងអញ្ចឹងអ្នកដេកម្នាក់ឯងទៅកុំធ្វើបាបកូនរបស់ខ្ញុំសាសាតើអ្នកដឹងទេថាវាពិបាកប៉ុណ្ណាសម្រាប់ម្ដាយដែលនៅលីវក្នុងការចិញ្ចឹមកូនអ្នកអាចស្អប់ខ្ញុំអ្នកអាចមិនអត់ទោសឲ្យខ្ញុំប៉ុន្តែអ្នកមិនអាចបណ្ដោយឲ្យកូនរបស់អ្នករងទុក្ខជាមួយអ្នកបានទេបុរសដែលគ្មានស្ត្រីប្រហែលជាមិនអាចរស់បានទេប៉ុន្តែស្ត្រីដែលគ្មានបុរសនឹងរស់នៅបានប្រសើរជាងកុំបារម្ភអ្វីដែលគួរតែមានខ្ញុំនិងកូននឹងមានវាអ្វីដែលគ្រួសារអ្នកបានឆក់យកពីខ្ញុំនឹងដណ្ដើមយកវាមកវិញដោយផ្ទាល់ដៃអូបងថ្លៃខ្ញុំស្មានតែអ្នកណាមកចូលមកបងថ្លៃឃើញបងប្រុសខ្ញុំខ្លាចជាអ្នកក៏គ្មានលុយគ្មានផ្ទះហើយចង់មករកខ្ញុំមែនទេសងលុយវិញគ្មានលុយទេគ្មានលុយតែពាក់ខ្សែកមាសធំបែបនេះអូខ្ញុំមានលុយច្រើនណាស់ប៉ុន្តែខ្ញុំមិនសងទេខ្ញុំនៅតែទិញឡាននិងញ៉ាំអាហារឆ្ងាញ់ខឹងមែនទេខ្ញុំធ្វើឲ្យអ្នកខឹងស្លាប់តែម្ដងខ្ញុំប្រាប់អ្នកទៅចុះកុំមកលេងស្ទីលបែបនេះសាលក្រុមតុលាការចេញមកហើយសាលក្រុមមានប្រយោជន៍អីទោះបីជាចៅក្រុមមកក៏ខ្ញុំដេញចេញដែរបងថ្លៃកុំទៅអីក្រែរបស់ខ្ញុំទន់ណាស់មកសម្រាកនៅទីនេះបន្តិចទៅអាសត្វទេឆានបងថ្លៃមកលេងមកណាខ្សែកមាសរបស់ខ្ញុំខ្សែនេះចាត់ទុកជាលុយថ្លៃបាយចុះឆាប់ចេញឲ្យឆ្ងាយទៅជំរាបសួរសរុបទាំងអស់ 4580 យន្តខ្ញុំអស់លុយហើយលុយសល់ជិត 100000 ពីការទិញផ្ទះគឺនៅក្នុងនឹងទាំងអស់មិនក៏អាចគ្មានលុយទៅវិញចប់ហើយមីស្រីថោកទាបវិនសាសានឹងបានដាក់ពាក្យទៅតុលាការសុំអនុវត្តដោយបង្ខំហើយចុះធ្វើម៉េចទៅនេះជាង 4000 យន្តឯណោះកុំមាត់ចាំខ្ញុំគិតមើលសិនកុំនិយាយហៅកែមកនេះមកហើយស្អីគេហ្នឹងមើលខ្លួនឯងទៅដីដុំធំលឹងតើហាងបាយស្អីហ្នឹងអស់លុយជាង 4000 យន្តម៉ែខ្ញុំហូបដល់ថ្នាក់ក្អួតទៀតសងលុយមកបើមិនសងទេរឿងនេះមិនចប់ស្រួលទេប៉ាកូនសំឡាញ់ហ៊ានមកបោកប្រាស់នៅកន្លែងខ្ញុំផងអីបន្ទប់នេះមួយសុទ្ធតែមានកាមេរ៉ាសុវត្ថិភាពដឹងអត់ខ្សែកមាសរបស់ខ្ញុំខ្សែកនេះទុកជាថ្លៃបាយទៅចុះប្រញាប់ចេញទៅឲ្យឆ្ងាយទៅចេញទៅប្រញាប់ដើរទៅកុំទាញខ្ញុំឯងកុំទាញខ្ញុំលីនជាឯងចេញមកឲ្យយើងអ្នកមកក្រុមហ៊ុនខ្ញុំធ្វើអីឥឡូវនេះគេបានបង្កកាតធនាគាររបស់ប្អូនឯងហើយពួកយើងគ្មានសំបីតែលុយហូបបាយតើឲ្យពួកយើងធ្វើម៉េចទៅថ្ងៃមុខខ្ញុំមើលតែម៉ាក់ម្នាក់ឯងទេចំណែកជីហ្វៃនិងកូនរបស់វាខ្ញុំមិនខ្វល់ទៀតទេមិនបានទេឯងជាបងធំឯងគួរតែជួយវាឈប់ទៅពេលដែលអ្នកនឹងជីហ្វីលួចលក់ផ្ទះរបស់ខ្ញុំតើអ្នកដឹងទេថាឥឡូវនេះសាសាចង់នាំកូនលេងលេះជាមួយខ្ញុំអបព្រះអើយអ្នករាល់គ្នាមើលចុះប្រញាប់មកមើលចុះអាមនុស្សអត់គុណធម៌ម្នាក់នេះវាមិនខ្វល់ពីម៉ែវាទេតើខ្ញុំអាចទៅរកយុទ្ធធរនៅឯណាបានខ្ញុំចិញ្ចឹមវាដល់ធំចង់រករឿងក៏រករឿងទៅបន្តរករឿងទៀតទៅចាំដល់ពេលខ្ញុំបាត់បង់ការងារនេះអ្នកសំបីតែលុយចាយវាប្រចាំថ្ងៃក៏គ្មានដែរមើលចុះអាម្នាក់នេះវាអកតញ្ញូណាស់ក្នុងរយៈពេល3ថ្ងៃអ្នកដកពាក្យបណ្ដឹងទៅបើមិនដូច្នោះទេចាំមើលទៅខ្លួនមួយជីវិតពីរថ្លៃណាស់ណាអញកុំចេះតែធ្វើផ្ដេសផ្ដាស់បងថ្លៃស្រីសម្លាញ់ឬថាបងមានផ្ទៃពោះឯងចង់ធ្វើអីបងថ្លៃខ្ញុំសង 80000 យន្តអស់ហើយចំណែករឿងក្តីដែលនៅសល់បងថ្លៃដកពាក្យបណ្ដឹងទៅណាឯងលួចលក់ផ្ទះនោះពាក់កណ្ដាលជារបស់ខ្ញុំបើគិតទៅវាជាង1លានឯណោះឯងសងលុយមកខ្ញុំនឹងដកពាក្យបណ្ដឹងភ្លាមគ្មានលុយទេសំបីតែ1សេនខ្ញុំវាអ្នកក៏ជីវិតថោកទាបបងក៏ដឹងដែរតែបងថ្លៃមិនដូចគ្នាទេខ្លួនមួយជីវិតពីរថ្លៃណាស់ណាខ្ញុំប្រាប់ឯងទុកមុនក្នុងសង្គមមានច្បាប់ទម្លាប់ឯងកុំចេះតែធ្វើផ្ដេសផ្ដាស់បងថ្លៃក្នុងរយៈពេល3ថ្ងៃបើមិនដកពាក្យបណ្ដឹងទេចាំមើលទៅ
កូនកូនរបស់ខ្ញុំលោកគ្រូពេទ្យតើប្រពន្ធខ្ញុំយ៉ាងម៉េចហើយពេលនេះកូនក្នុងពោះបណ្ដោះអាសន្នមិនអីទេតែនាងមិនអាចទទួលរងការប៉ះទង្គិចអ្វីទៀតឡើយបាទអរគុណសាចេញទៅសាអូនចង់ញ៉ាំអីបងទៅទិញឲ្យបងចេញទៅពេលនេះឃើញគ្រួសារបងខ្ញុំមានអារម្មណ៍ថាខ្ពើមណាស់សាបងសុំទោសបងមិននឹកស្មានថាលីនជីហ្វីអាថោកទាបម្នាក់នោះគ្មានសិលធម៌ដល់ថ្នាក់នេះទេបងជាអ្នកឲ្យដៃគេបងជាអ្នកបណ្ដោយឲ្យគេធ្វើបែបនេះកាលពីមុនគេវាយខ្ញុំបងមិនដែលហាមឃាត់សំបីតែបន្តិចទើបពេលនេះគេហ៊ានមកធ្វើបាបកូនរបស់ខ្ញុំសាអូនកុំបារម្ភអីបងនឹងទៅចាត់ការលីនជីហ្វីពេលនេះឯងគេជាប្អូនបងណាជាសមាជិកគ្រួសារបងដាច់ចិត្តធ្វើដាក់គេមែនទេសាគ្រួសាររបស់បងមានតែអូននិងកូនប៉ុណ្ណោះអូនកុំបារម្ភអីទៅថ្ងៃមុខបងនឹងនៅក្បែរអូនរហូតខ្ញុំឲ្យអ្នកទាំងអស់គ្នា3សែនរួមទាំងផ្ទះ2លានសរុបទាំងអស់2លាន3សែន